ក្នុងព្រះពុទ្ធសាសនាព្រះអង្គបានបង្រៀនអំពីអត្ថង្គគមៈទាំង8មួយនៅក្នុងចំណោមហ្នឹងគឺឲ្យឈ្មោះថាសម្មាវាចាស្ថិតនៅក្រោមសិលពីព្រោះអត្ថង្គគមៈទាំង8បែងចែកចេញជា3មានសិលសមាធិបញ្ញាអញ្ចឹងសម្មាវាចាកន្លែងនេះគឺការរក្សាមាត់ការនិយាយដោយប្រពៃអញ្ចឹងមុននឹងយើងនិយាយត្រូវគិតថាពាក្យសម្ដីរបស់យើងហ្នឹងមានសារៈសំខាន់ទេពាក្យសម្ដីរបស់យើងហ្នឹងពិតទេពាក្យសម្ដីរបស់យើងដែលនិយាយចេញទៅហ្នឹងប៉ះពាល់ទៅដល់គេអត់ព្រោះពេលខ្លះយើងនិយាយហើយយើងអត់អីទេយើងនិយាយទៅប៉ុន្តែអ្នកដែលស្ដាប់គាត់រងសម្ពាធគាត់អាចឈឺចាប់ដោយសារពាក្យសម្ដីរបស់យើងពេលខ្លះយើងនិយាយហើយគេទៅដេកយំមួយយប់បាយអត់ឆ្ងាញ់គេមិនលក់គាត់ថាបានតែអញ្ចឹងហើយបាននៅក្នុងព្រះពុទ្ធសាសនាលោកបានបង្រៀនអំពីចំណុចនៃការគ្រប់គ្រងចិត្តខ្លួនឯងគឺការបង្កើនសតិត្រូវមានសតិមានស្មារតីមុននឹងយើងហាមាត់និយាយហ្នឹងគិតឲ្យបានច្បាស់ថាពាក្យសម្ដីរបស់យើងមិនដែរពេលខ្លះពាក្យយើងនិយាយទៅវាត្រូវពាក្យត្រូវប៉ុន្តែមិនត្រូវនិយាយមិនได้ថានិយាយឲ្យត្រូវកលៈទេសៈនិយាយឲ្យត្រូវការវេលាគួរនិយាយឬក៏មិនគួរនិយាយអញ្ចឹងហើយបានបុរាណបានលើកឡើងថាមុននឹងយើងហាស្ដីមុននឹងយើងនិយាយហ្នឹងឲ្យរាប់ពី1ដល់10ឬមួយពាក្យដែលពេញនិយមទៀតហ្នឹងឲ្យកលាស់អណ្ដាតពី1ទៅ10ដងឬក៏1ទៅ100ដងមុននឹងយើងហាមាត់ស្ដីដើម្បីឆ្លើយតបទៅនឹងសំណួររបស់បងប្អូនដែលគ្រូគិតថាអាចជាមេរៀនដ៏មានសារៈសំខាន់សម្រាប់បងប្អូននិងជាមេរៀនដ៏មានសារៈសំខាន់សម្រាប់បងប្អូនកំពុងតែតាមដានខ្សែវីដេអូនេះផងដែរគ្រូនឹងលើកនៅ9ចំណុចវាវែងបន្តិចប៉ុន្តែវាមានសារៈសំខាន់ក្នុងការយកទៅប្រើប្រាស់នៅក្នុងដំណើរជីវិតដែលដកស្រង់ចេញអំពីការបង្រៀនរបស់ព្រះពុទ្ធសាសនាផងអំពីមេរៀនមួយចំនួនរបស់បរមបុរាណខ្មែរយើងដែលបុរាណបានបង្រៀនច្រើនចំនួនតកូនតចៅបានចារជាក្បួនទុកមកថា9ចំណុចនេះវាមានសារៈសំខាន់សម្រាប់យើងក្នុងការរក្សាមាត់មានសារៈសំខាន់សម្រាប់យើងក្នុងការហាស្ដីពេលណាគួរនិយាយពេលណាមិនគួរនិយាយអញ្ចឹងគ្រូគិតថាប្រសិនបើយើងយកទៅអនុវត្តនៅចំណុចទាំង9នេះឬក៏ជៀសវាងចេញឲ្យផុតអំពីចំណុចទាំង9នេះមានន័យថាជីវិតយើងអាចមានសន្តិភាពច្រើនជាងមុនហើយមានសេចក្តីស្ងប់សុខច្រើនជាងមុននៅក្នុងខ្សែវីដេអូនេះផងដែរបើសិនបងប្អូនគិតថាវាមានសារៈសំខាន់ហើយមានប្រយោជន៍សម្រាប់បងប្អូនសូមឲ្យបងប្អូនជួយគាំទ្រទាំងអស់គ្នាតាមរយៈការ Subscribe តាមរយៈការ Like ខ្សែវីដេអូនេះដើម្បីជាប្រយោជន៍សម្រាប់បងប្អូននិងក្រុមគ្រួសារហើយជាពិសេសសម្រាប់មិត្តភ័ក្តិនិងមនុស្សផ្សេងទៀតសូមស្វែងយល់ឲ្យរហូតដល់ចប់ទាំងអស់គ្នាពីចំណុចទី1រហូតដល់ចំណុចទី9ទី1បុរាណលោកលើកថាចូលជៀសវាងអំពីការនិយាយច្រើនអំពីភាពជោគជ័យរបស់ខ្លួនធម្មតានៅពេលដែលយើងនិយាយអំពីខ្លួនឯងច្រើនពេកគេអាចស្ដាប់យើងលើកទី1លើកទី2ប៉ុន្តែលើកទី3ប្រហែលជាគេអត់ចង់ស្ដាប់ទៀតទេគេអាចគិតថាយើងជាមនុស្សអួតជាមនុស្សមានអំនួតដែលនិយាយតែអំពីភាពជោគជ័យរបស់ខ្លួននិយាយតែអំពីភាពគ្រាន់បើរបស់ខ្លួនហើយអត់បានបង្ហាញអំពីចំណាប់អារម្មណ៍ទៅលើអ្នកស្ដាប់បានអត់បានបង្ហាញអំពីចំណាប់អារម្មណ៍ទៅលើមនុស្សជុំវិញខ្លួនពេលខ្លះដើម្បីឲ្យគេបង្ហាញចំណាប់អារម្មណ៍មកលើយើងដើម្បីឲ្យគេចូលចិត្តយើងតើយើងបង្ហាញអំពីចំណាប់អារម្មណ៍របស់យើងទៅកាន់គេឬមួយបង្ហាញអំពីការចូលចិត្តរបស់យើងទៅកាន់គេផងដែរអញ្ចឹងនៅក្នុងព្រះពុទ្ធសាសនាលោកបានបង្រៀនអំពីការចេះបន្ទាបខ្លួនទាំងក្នុងពុទ្ធសាសនាក្តីទាំងបរមបុរាណរបស់យើងក្តីឧស្សាហ៍លើកឡើងអំពីការចេះបន្ទាបខ្លួនហើយក៏មានសុភាសិតមួយដ៏ពេញនិយមដែលយើងតែងតែឮគ្រប់គ្នាលោកលើកថាងើយស្កកអោនដាក់គ្រាប់ស្រូវធម្មតាស្រូវដល់ពេលងើយអញ្ចឹងគឺមានន័យថាអត់មានទម្ងន់ទេប៉ុន្តែដល់ពេលអោនបន្តិចបានផលឬក៏មានទម្ងន់មនុស្សដូចគ្នាដែរកាលណាយើងដើរពើងទ្រូងខ្លាំងពេកយើងអំនួតខ្លាំងពេកអត់មានអ្នកគេចង់ស្ដាប់យើងហើយមានអ្នកគេចង់រាប់អានយើងទេអញ្ចឹងវិធីដ៏ល្អបំផុតនោះគឺរៀនបន្ទាបខ្លួនឲ្យបើកចិត្តទលាយរៀនសូត្រអំពីមនុស្សជុំវិញខ្លួនយើងហើយត្រឡប់មកវិញកុំអួតកុំបង្ហាញអំពីអ្វីដែលខ្លួនមានកុំអួតកុំបង្ហាញអំពីអ្វីដែលយើងទទួលបានជោគជ័យច្រើនពេកវាជារឿងល្អក្នុងការចែករំលែកវាជារឿងល្អក្នុងការបង្ហាញប៉ុន្តែ
កុំឲ្យលើសលប់ខ្លាំងពេកតែកណ្ដាលលើសលប់ខ្លាំងពេកគេអាចធុញទ្រាន់នឹងយើងផងដែរជារឿងធម្មតាយើងទៅលេងកន្លែងល្អយើងញ៉ាំម្ហូបអាហារឆ្ងាញ់យើងចង់ផុសយើងចង់ share យើងចង់ចែករំលែកឲ្យមិត្តភ័ក្តិឲ្យអ្នកផ្សេងបានឃើញអានឹងជារឿងធម្មតាប៉ុន្តែនៅពេលដែលយើងនិយាយដដែលទៅអំពីការមានបានអំពីភាពជោគជ័យរបស់យើងច្រើនពេកក៏វាល្អហើយក៏មិនប្រកាសថាមនុស្សទាំងអស់គេនឹងរីករាយគេនឹងគ្រប់គ្រងយើងដែរអញ្ចឹងកន្លែងហ្នឹងត្រឡប់មកវិញថាវាជាចំណងចិត្តរបស់បុគ្គលរៀងៗខ្លួនទេប៉ុន្តែអ្វីដែលសំខាន់បុរាណបានរំលឹកថាកុំឲ្យអួតច្រើនពេកអំពីភាពជោគជ័យរបស់ខ្លួនហើយចំណុចទី2ដ៏សំខាន់លោកលើកឡើងថាកុំនិយាយច្រើនពេកអំពីបញ្ហាដែលយើងអត់ទាន់បានដោះស្រាយរឿងហ្នឹងក៏អាចកើតឡើងនៅក្នុងគ្រួសារច្រើនដែរជួនកាលបញ្ហាខ្លះបានកន្លងផុតទៅហើយនៅពេលដែលបញ្ហាថ្មីកើតឡើងមកទៀតយើងអត់ទាន់បានដោះស្រាយបញ្ហាថ្មីផងយើងបានលើកថាបងឯងតែអញ្ចឹងអូនឯងតែអញ្ចឹងឬមួយសម្លាញ់ឯងតែអញ្ចឹងឲ្យតែមានបញ្ហាគឺធ្វើតែអញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងមានន័យថាយើងបានដាក់ទម្ងន់ទៅលើបញ្ហាដែលកំពុងកើតឡើងទៀតដែរម្ល៉េះហើយតែកណាយើងបដោតទៅលើតែបញ្ហាច្រើនពេកនិយាយតែអំពីរឿងដែលអត់ទាន់បានដោះស្រាយច្រើនពេកយើងអត់មានដំណោះស្រាយក្នុងការដោះស្រាយបញ្ហាថ្មីនោះទេអញ្ចឹងនៅកន្លែងនេះលោកបានបង្រៀនមេរៀនមួយឲ្យយើងរៀនបដោតមកលើបច្ចុប្បន្នខ្លះពេលខ្លះនៅពេលដែលយើងបដោតមកលើបច្ចុប្បន្នផ្សារភ្ជាប់ជាមួយបច្ចុប្បន្នវាអាចធ្វើឲ្យយើងមានចិត្តស្ងប់វាអាចធ្វើឲ្យយើងមានឱកាសរីករាយជាមួយអ្វីដែលយើងកំពុងធ្វើមានឱកាសរីករាយជាមួយអ្វីដែលយើងកំពុងតែមានផងដែរអញ្ចឹងត្រឡប់មកវិញបញ្ហាដែលបានកន្លងផុតទៅហើយកុំឧស្សាហ៍រំលឹកឲ្យសោកស្ដាយច្រើនពេកបើយើងរំលឹកទៅលើបញ្ហាចាស់បើយើងក៏រំលឹកចោះប៉ុន្តែសួរខ្លួនឯងថាតើយើងបានរៀនមេរៀនអីខ្លះអំពីបញ្ហាដែលបានកន្លងទៅហ្នឹងហើយយើងគួរធ្វើមិនខ្លះគួរទប់ស្កាត់មិនខ្លះដើម្បីកុំឲ្យបញ្ហាដែលបានកើតឡើងហើយកើតម្ដងទៀតនៅកន្លែងនេះនៅក្នុងព្រះពុទ្ធសាសនាលោកបានបង្រៀន4ចំណុចទី1លោកថាប្រយ័ត្នកម្ចាត់ចម្រើនរក្សាមានន័យថាចូលប្រយ័ត្នប្រយែងកុំឲ្យបញ្ហាកើតឡើងហើយបើបញ្ហាកើតឡើងហើយរកវិធីកម្ចាត់រកវិធីដោះស្រាយឲ្យបានប្រកបទៅដោយសន្តិវិធីកុំដោះស្រាយដោយការប្រតិកម្មតបកុំដោះស្រាយដោយភាពតក់កុហលណាហើយទី3គឺព្យាយាមធ្វើនៅស្ដីល្អព្យាយាមបំពេញនៅកិច្ចការល្អទាំងឡាយនៅពេលដែលកិច្ចការល្អទាំងឡាយហ្នឹងបានកើតឡើងហើយគឺយើងរៀនរក្សាវារៀន maintain វាឲ្យបានកាន់តែប្រសើរឲ្យបានឲ្យមាននិរន្តរភាពមានន័យថាយ៉ាងហើយនោះឲ្យបានយូរឲ្យបាន long term ឲ្យបានរយៈពេលយូរចឹងហើយនៅក្នុងចំណុចហ្នឹងមិនមែនលោកមិនឲ្យយើងគិតអំពីបញ្ហាដែលកន្លងផុតទៅនោះទេគិតចោះក៏ប៉ុន្តែនៅពេលដែលយើងគិតកុំគិតវាជាសម្ពាធកុំគិតវាជាភាពតានតឹងយកមករុំព័ទ្ធយើងកាន់តែខ្លាំងទៀតណាពេលដែលយើងគិតអំពីរឿងអតីតកាលអំពីបញ្ហាដែលកន្លងផុតទៅហើយគិតចោះប៉ុន្តែឲ្យសួរខ្លួនឯងថាយើងរៀនសូត្របានអីខ្លះអំពីបញ្ហាហ្នឹងហើយយើងគួរធ្វើមិនខ្លះគួរទប់ស្កាត់មិនខ្លះដើម្បីកុំឲ្យបញ្ហាហ្នឹងកើតឡើងម្ដងទៀតទី3លោកបានប្រាប់ថាកុំឲ្យយើងអួតអំពីអំពើល្អច្រើនពេកការបំពេញនៅបុណ្យកុសលឬមួយអំពើល្អនេះគឺជារឿងដែលអស្ចារ្យណាស់គឺជារឿងដែលថ្លៃថ្នូរខ្លាំងមែនទែនហើយពេលខ្លះយើងចែករំលែកខ្លះទៅដើម្បីឲ្យអ្នកដទៃបានដឹងទៅជាការលើកទឹកចិត្តដល់បងប្អូនដល់ក្រុមគ្រួសារឬមួយអ្នកដទៃជុំវិញខ្លួនយើងណាឲ្យគេរៀនបានធ្វើនៅអំពើល្អដូចយើងកំពុងធ្វើផងដែរប៉ុន្តែកុំដើរអួតកុំដើរនិយាយដដែលច្រើនពេកប្រាប់គេថាយើងបានធ្វើល្អនេះយើងបានធ្វើនោះយើងបានធ្វើបុណ្យនេះយើងបានធ្វើបុណ្យនោះអានឹងពេលខ្លះទៅនៅពេលដែលយើងដើរអួតដើរនិយាយច្រើនពេកពេលខ្លះក៏គេអាចច្រេញដោយសារយើងដែរប៉ុន្តែវាជារឿងល្អណាស់នៅពេលដែលយើងបានធ្វើបុណ្យហើយយើងចែករំលែកបុណ្យកុសលយើងជូនបុណ្យកុសលហើយក៏ឃើញបងប្អូនខ្លះផុសលើតាម Facebook ទៅអីចឹងទៅបានទៅវត្តប្រគេនចង្ហាន់ប្រសង់ទៅក៏សូមអនុមោទនាបុណ្យទាំងអស់គ្នាសូមទទួលបានបុណ្យទទួលបានអានិសង្សឬក៏ផលបុណ្យស្មើគ្នាជារឿងល្អមែនតើពីព្រោះការចែករំលែកនៅបុណ្យកុសលការចែករំលែកនៅអំពើល្អជារឿងល្អប៉ុន្តែកុំឲ្យហួសហេតុពេកមានន័យថា
có bao giờ vậy uất từ đại tạm pi ca thui là ọt bao giờ kháng pe hai miền bông ôn khác cô thọp bàn chạy lấy nơi lượt bận đànสังคมtháng khi em thui là ọ trở nèเป็นmiềnปัญหาอันmiền nào chui khi em sọ cái nước ọt khó têบกลมาแน่เรียงคล้วนเมียนสัตขนมกาพ่อเมียนสัตนองกาใจรำเละเรียงคล้วนเมียนสัตนองกาในเย้ปีพรุการในเย้ในบ่อยเยื้องกาเกิดระบ่อยเยื้องกาพ่อระบ่อยเยื้องอดเมียนนามันเนี่ยเมียนสัตหามขวาเตะพอใต้เยื้องขวาน่ะเกิดปิจานาล้างไว้ทาเอาไว้กลัวพ่อเอาไว้กลัวแช่เอาไว้กลัวใจมันเล็กอันนั้นคือเจสัตอำนาจระบ่อยเยื้องเตะใต้ขวานบัญเจโบราณโลกโยลชบาทาการได้อวดอันเป็นสักได้ละอแต่เชิญไปตั้งโกเวไปอาจปะปวลอารมณ์ดอเนี่ยจุ่มวิ่งคล้วนให้เป็นไม่เรื่องมวยจำนวนจนการเนี่ยคลาดวัดขึ้นในช่องทั่วบอลได้เคยยืนทั่วละหดอวดละหดtớiอาจปะปวลอารมณ์จะไหนได้จังสำหรับสักได้วิ่งก็เป็นการโยนฉลามนะก็เป็นการโยนฉลามทั้งสักได้ละกูตาใจเลยกูตาอ้อยเกดังนั่นเป็นจีเรื่องตำตราไงปะท้ายขวัญทายยืงคนไอ้เนี่ยยืงดังทายังดังได้กำหนดคนไอ้ท่ากูใจดำเลยเฉินปปันนะกูแชร์เฉินปปันนะจังมันเนี่ยมีได้กำหนดเรียงล้วนของการทั่วมันเนี่ยมีได้กำหนดเรียงล้วนของการใจดำเลยต่างออกเนี่ยตีบวนโลกบ้านเลิกลางทากรมเอาอาจจะเจ๊ปีเพียรสามปีเรื่องได้ถ้วยยืนเขาจัดเฉินเป็ดบ่าในครั้งจำนวนนี้มันข้อประมาณปีจำนวนตีปีแต่ก่อนตาจองจินได้บ่มเป็นเหมือนไทม์ทาท่อมาได้ในปีได้ยืนจะเจ๊แต่ปีการปีเรื่องเสาสดายเฉินปีเตอร์ไปถ้วยยืนบัดบองออกกะรีเรียจมวยปัจจุบันเพียบบัดบองออกกะรีเรียจมวยเอาไว้ได้ยืนกระปงตะเมียนบัดบองออกกะขนมกาดังก้นจมวยเกิดการได้ยืนกระปงทั่วบัดบองออกกะขนมกาดังก้นจมวยเอาไว้ได้ยืนกระปงเมียนพองได้เพราะยืนบานประดาวทำมาโปรบยืนนั้นแต่เรื่องเสาสดายบานประดาวทำโปรบยืนนั้นแต่เรื่องใดตกลำบากบยืนเราให้จำนวนติบุญนี้โลกคนไหนมันเจ้าทาเป็นคลาสในเป็นได้ยืนเกิดแต่เรื่องเสาสดายเกิดแต่ปัญหามวยจำนวนเท่าไหร่อาจทั่วยืนเกิดแต่ดอมนุษย์ได้แปะปอนจนก้าวจึงบังการในกำพังบังการในกำนมกลมกวนบังการในการประกันเชิญแต่เลยมนุษย์ได้แปะปอนในขนมสถานเพียบหนึ่งจังหวัดบางพุทธเพียรสัตว์ดอลลาร์ใบในขนมพุทธศาสนาประองค์บานเลิกลางทาในเป็นได้ยืนประกันข้างในน้ำเนี่ยเปรียบดูจะยืนกันระเงิกเพลิงมนหนึ่งยังกบตะเกียจังมนหนึ่งยังกบตะเกียก็ยังล้วนไอ้ได้ลำบากให้ได้กระไดให้ก็ยังบานบังการในกำเนิดหรือก็บังการในสถานเพียบฉาบชัวในขนมจัดเราไปยังล้วนไอ้ที่พร้ำเลิกลางทาเรื่องคลาก็ได้สมบัติคลากลัวตายแหละเวียตกอัดกลัวปรับเนี่ยเตยต่างออกเตยเจียก็ได้สมบัติจีโก้บ่มน้องระบายยืนจีแพนตีในขนมดำนาจีวิตบ่ยืนนั่นนะในขนมจุ่มได้ที่ขนมโยธาเอาไว้ได้โบราณบานมองเรียนนั้นก็จ้องเหมือนเจ้าทาธรรมดาในปีใดยืงปราบเนี่ยเราเตยยังปีกระไดสมบัติบ่ยืงเฉินไปเตยเนี่ยคลาสกอดสดาบห้อยกอดอาจเลือกตึกจัดเนี่ยคลาสดาบห้อยอาจเปรียบเฉยยืงจังบัดซันบัดเกี่ยมันเลือกตึกจัดเก็บเปรียบเฉยยืงเกี่ยใหญ่ท่าเติมรวยเตยเอาไว้ในไหนมันก็ได้ยังเกิดทำไปท่องไปยังเติมรวยในปีใดเกี่ยใหญ่ยืงอาจบะตึกจัดยืงอาจอ่านจัดให้ยืงอาจอัดสบายจัดละห้อยเรื่องคลาสวิจารณ์เรื่องล้อในยืงอาจได้ซาการสำงัดคลาสเรื่องคลาสยืงปราบเตยได้เตยไปได้ยืงปราบเตยเนี่ยคลาสกอดเลิกตึกจัดกอดออดอเนี่ยคลาสกอดเลิกตึกจัดกอดอบอซาเตอร์รวมดอกำลังจัดเอายืงไปทั่วยืงรีเรื่อยทั่วยืงเมียนกำลังจัดนองกาบรรทอในกระไดสบันบ่ยืงไอ้เนี่ยคลาสเต้ต่อไปยืงแผ่ให้อายอัดสบายจัดจมูกยืงหรือมวยอายเปรียบเฉลี่ยยืงให้เปอร์เซ็นต์พยืงกำลังจัดเห็นต้นพ้อง
ហើយជំនឿរបស់យើងអត់ទាន់មុតមមខ្លាំងផងគេនិយាយតិចមកគេផ្អាប់តិចមកយើងបាក់ទឹកចិត្តហើយលែងចង់ធ្វើនៅអ្វីដែលយើងបានគិតទុកហើយអញ្ចឹងបានរឿងរ៉ាវខ្លះក្តីសុបិនខ្លះអត់គួរលាតត្រដាងទាំងអស់ទេអត់គួរប្រាប់ទាំងអស់តែគួរលាក់ខ្លះព្រោះក្តីសុបិនហ្នឹងវាជាគោលដៅប្រៀបដូចជាផែនទីដែលចង្អុលបង្ហាញឲ្យយើងថាយើងចង់បានអីចង់ធ្វើអីចង់ដើរទៅណាអញ្ចឹងចំណុចទី5ម្ដងទៀតណាក្តីសុបិនខ្លះគួររក្សាទុកសម្រាប់ខ្លួនឯងតែមានសុភាសិតមួយនៅក្នុងទំនៀមទម្លាប់របស់ឥណ្ឌាបាននិយាយថាបើសិនបើអ្នកនិយាយអំពីក្តីសុបិនរបស់អ្នកទៅប្រាប់មនុស្ស100នាក់ក្តីសុបិនរបស់អ្នកអាចជោគជ័យលឿនជាងធម្មតាតែមិនបានជោគជ័យលឿនជាងធម្មតាបន្ទាប់ពីយើងប្រាប់គេហើយយើងប្រកាសជាមានភាពអៀនខ្មាស់ហើយអញ្ចឹងយើងត្រូវជំរុញចិត្តខ្លួនឯងធ្វើកិច្ចការនឹងឲ្យបានបើយើងធ្វើមិនបានទេគេអាចហៅយើងចោលមកសៀតឬមួយគេថាយើងបានតែនិយាយអត់បានការធ្វើមិនបានតែនិយាយអញ្ចឹងណាអញ្ចឹងអាហ្នឹងបងប្អូនអាចយកទៅពិចារណាយកទៅថ្លឹងថ្លែងខ្លួនឯងថារឿងណាគួរប្រាប់រឿងណាមិនគួរប្រាប់រឿងណាគួរលាក់ទុករក្សាទុករឿងណាគួរបង្ហាញឲ្យអ្នកទៅព្រោះនៅក្នុងចំណុចនេះសំខាន់ណាស់អ្នកខ្លះគាត់មានសន្តានចិត្តមានមេត្តាចិត្តទៅក៏ជួយណែនាំយើងបន្ថែមដើម្បីឲ្យយើងបានសម្រេចគោលបំណងរបស់យើងហើយបងប្អូនខ្លះក៏គ្នាអត់ដឹងថាត្រូវលើកទឹកចិត្តម៉េចអត់ដឹងបញ្យល់ម៉េចអញ្ចឹងមានតែគិតថាអូធំពេកហើយទៅមិនរួចទេខ្ញុំជឿថាអ្នកឯងធ្វើបានទេអញ្ចឹងយើងសម័យមើលទៅប្រសិនបើយើងលើពាក្យទាំងអស់ហ្នឹងយើងគិតម៉េចតែសម្រាប់អ្នកដែលមានកម្លាំងចិត្តរឹងមាំអ្នកដែលមានជំនឿជឿជាក់រឹងមាំហើយមិនជាបញ្ហាទេអញ្ចឹងកន្លែងនេះសូមថ្លឹងថ្លែងតែខ្លួនឯងរឿងណាគួររក្សាទុករឿងណាគួរចែកម្លែកអាហ្នឹងគឺជាសិទ្ធិផ្ទាល់ខ្លួនទី6លោកបានណែនាំថារឿងខ្លះបើមិនច្បាស់លាស់ទេកុំនិយាយច្រើនពេកព្រោះរឿងខ្លះយើងអត់ទាន់ច្បាស់លាស់ហើយយើងអត់ប្រកាសនៅខ្លួនឯងយើងសង្ស័យអំពីសមត្ថភាពសង្ស័យអំពីស្ថានភាពហ្នឹងយើងអត់ទាន់ច្បាស់ខ្លួនឯងកុំជជែកច្រើនពេកតែកណ្ដាលជជែកច្រើនពេកគេដេញដោលច្រើនពេកទៅយើងអត់យល់ច្បាស់ទេអញ្ចឹង it's okay បើអត់យល់ច្បាស់ប្រាប់គេថាខ្ញុំអត់ទាន់ច្បាស់អំពីចំណុចហ្នឹងទេខ្ញុំកំពុងតែស្វែងយល់ពីវាដែរនៅពេលដែលខ្ញុំយល់ច្បាស់ហើយខ្ញុំនឹងចែករំលែកខ្ញុំនឹងប្រាប់បងប្អូនអញ្ចឹងនៅក្នុងចំណុចទី6នេះវាអាចកើតឡើងច្រើនមែនតើបើយើងអត់ច្បាស់ទេប្រាប់ថាអត់ច្បាស់ទៅតែកាលណាយើងធ្វើពុតកុំឲ្យយើងលាក់លៀមថាយើងច្បាស់លើកទី1អត់អីណាលើកទី2បញ្ហាទីលើកទី3គេនឹងអស់ទំនុកចិត្តជាមួយយើងហើយទី7ជាចំណុចកន្លឹះដ៏សំខាន់ខ្លាំងមែនទែនលោកបានណែនាំថាចូលជៀសវាងអំពីការនិយាយដើមគ្នាហើយអំពីការនិយាយអ្វីដែលមិនសូវមានប្រយោជន៍កន្លែងនេះសំខាន់ណាស់ជាយាមកាត់បន្ថយឬក៏ជៀសវាងឲ្យបានច្រើនអំពីការនិយាយដើមឬមួយក៏និយាយរឿងណាដែលអត់សូវមានប្រយោជន៍ពាក្យខ្លះយើងនិយាយទៅជួនកាលយើងនិយាយមួយម៉ាត់ធ្វើឲ្យគេឈឺចាប់ដោយសារយើងញ៉ាំអត់ឆ្ងាញ់គេមកលក់ដោយសារយើងក៏ថាបានដែរនៅក្នុងព្រះពុទ្ធសាសនាព្រះអង្គបានបង្រៀនច្រើនមែនទែននៅក្នុងចំណុចហ្នឹងលោះឲ្យបានព្រះអង្គបង្រៀនអំពីមុននឹងយើងហាមាត់និយាយស្ដីទៅពាក្យយើងនេះប្រកបដោយមេត្តាទេពាក្យសម្ដីរបស់យើងនេះពិតទេពាក្យសម្ដីរបស់យើងនេះមានសារៈសំខាន់ទេអញ្ចឹងធម្មតានៅពេលដែលយើងនិយាយដើមអ្នកណាម្នាក់នៅពេលដែលគេស្ដាប់ឮគេអត់សប្បាយចិត្តទេគេអត់រីករាយទេវាដូចគ្នាបើសិនបើគេនិយាយដើមយើងគេនិយាយអត់ល្អពីយើងក៏យើងអត់សប្បាយចិត្តយើងអត់រីករាយហើយយើងអត់ចង់ឮដូចគ្នាព្រោះហើយនៅក្នុងចំណុចទី7នេះបើសិនបើយើងអត់ប្រយ័ត្នទេរឿងតូចអាចទៅជារឿងធំហើយរឿងធំអាចទៅជាបញ្ហាវែងឆ្ងាយថែមទៀត
ពាក្យសម្ដីមានទម្ងន់ខ្លាំងមែនទែននៅក្នុងសម័យបច្ចេកវិទ្យាឬមួយក្នុងការប្រើប្រាស់នៅបណ្ដាញសង្គមជាងការពីការនិយាយទៅជាការសរសេរហើយការសរសេរនឹងផុសលើ Facebook ផុសអីទៀតគួរថ្នាក់ខ្លាំងមែនទែនព័ត៌មានខ្លះយើងអត់បានពិចារណាបានគ្រប់ជ្រុងជ្រោយអត់បានពិចារណាប្រកបដោយសតិស្មារតីយើងហាមាត់និយាយទៅវាបង្កបញ្ហាដល់មនុស្សជាច្រើនបង្កបញ្ហាដល់សង្គមរបស់យើងចឹងហើយនៅកន្លែងហ្នឹងបានសមាធិមានតួនាទីសំខាន់ខ្លាំងមែនទែនសមាធិជាផ្នែកមួយដែលធ្វើឲ្យយើងហ្វឹកហាត់ចិត្តធ្វើឲ្យយើងបង្កើននូវសតិស្មារតីក្នុងដំណើរជីវិតរបស់យើងនៅពេលដែលយើងមានសតិគ្រប់គ្រាន់យើងនឹងដឹងច្បាស់ថាអ្វីដែលយើងកំពុងគិតហ្នឹងណាការគិតរបស់យើងល្អទេការគិតរបស់យើងប្រកបទៅដោយវិជ្ជមានទេបើការគិតល្អការគិតប្រកបដោយវិជ្ជមានយូរទៅអាការគិតហ្នឹងនឹងคล้ายទៅជាពាក្យសម្ដីពាក្យសម្ដីចេញយូរទៅคล้ายទៅជាទង្វើអញ្ចឹងបើការគិតល្អពាក្យសម្ដីក៏ល្អពាក្យសម្ដីល្អទង្វើល្អលទ្ធផលក៏ល្អនៅក្នុងដំណើរជីវិតរបស់យើងដែរអញ្ចឹងរៀនកាត់បន្ថយរៀនជិះវៀងហើយខ្ញុំជឿថាមិនថាខ្ញុំមិនថាបងប្អូនមួយចំនួនធំក៏ឆ្លងកាត់នៅក្នុងដំណើរជីវិតនឹងដូចគ្នាតែអ្វីដែលសំខាន់គឺយើងបើកចិត្តទៅលេរៀនសូត្រអ្វីសំខាន់យើងបើកចិត្តទៅលេក្នុងការពន្យាការវិនិច្ឆ័យមុននឹងយើងហាមាត់និយាយមុននឹងយើងគិតទៅណាព្រោះធម្មតាជួនកាលយើងស្ដាប់ឮភ្លាមយើងឆ្លើយតបប៉ាំងយើងក៏លេចឃើញភ្លាមយើងវិនិច្ឆ័យភ្លាមដោយខ្វះការពិចារណាដោយខ្វះព័ត៌មានត្រឹមត្រូវព័ត៌មានពិតប្រាកដអញ្ចឹងបាននៅក្នុងចំណុចទី7សូមរំលឹកម្ដងទៀតបុរាណលើកឡើងថាឲ្យជៀសវាងអំពីការនិយាយដើមគ្នាហើយគួរកាត់បន្ថយពាក្យសម្ដីណាមិនសូវមានប្រយោជន៍អញ្ចឹងយើងដឹងថានិយាយច្រើនពេកតែនិយាយច្រើនខុសច្រើនហើយមិននិយាយច្រើនខ្វះសតិស្មារតីទៀតអានឹងបញ្ហាកាន់តែធ្ងន់មែនតើហ្មងហើយយើងពជាតិចទៅអីទេនៅពេលដែលស្ថានភាពកើតឡើងយើងសម្រួលដង្ហើមដកដង្ហើមចេញចូលពី3ដងទៅមុននឹងយើងឆ្លើយតបមុននឹងយើងហាមាត់និយាយស្ដីអញ្ចឹងមានន័យថាពាក្យរបស់យើងនឹងប្រកបដោយមេត្តាពាក្យរបស់យើងនឹងប្រកបទៅដោយអត្ថន័យពាក្យរបស់យើងនឹងពិតឬមិនពិតគឺយើងដឹងច្បាស់ខ្លួនឯងមកទី8រៀនឲ្យតម្លៃឬមួយរៀនរស់នៅម្នាក់ឯងពេលខ្លះយើងមានការលំបាកក្នុងការរស់នៅម្នាក់ឯងរស់នៅម្នាក់ឯងហ្នឹងមិនមែនមានន័យថាមិនឲ្យយកប្រពន្ធមិនឲ្យយកគ្រួសារទេប៉ុន្តែចង់មានន័យថាឲ្យផ្ដល់ពេលវេលាឲ្យខ្លួនឯងខ្លះក្នុងការចំណាយពេលវេលាម្នាក់ឯងនៅពេលដែលយើងចំណាយពេលវេលាម្នាក់ឯងចំណាយពេលវេលាខ្លួនឯងយើងនឹងមានឱកាសក្នុងការស្វែងយល់អំពីខ្លួនឯងមានឱកាសក្នុងការបង្កើនថាមពលមានឱកាសក្នុងការសួរសុខទុក្ខខ្លួនឯងជាពិសេសទៀតយើងផ្ដល់ឱកាសឲ្យខ្លួនឯងរីករាយជាមួយបច្ចុប្បន្នផ្ដល់ឱកាសឲ្យខ្លួនឯងពេញចិត្តជាមួយអ្វីដែលខ្លួនឯងកំពុងមានតាមរយៈសមាធិតាមរយៈការអានសៀវភៅតាមរយៈការសរសេរទាំងអស់ហ្នឹងវាផ្ដល់ឱកាសឲ្យយើងកាន់តែស្គាល់ខ្លួនឯងច្រើនថែមទៀតអញ្ចឹងនៅក្នុងចំណុចទី8ហ្នឹងគឺជាចំណុចសំខាន់ព្រោះរៀងរាល់ថ្ងៃយើងចំណាយពេលវេលាច្រើនមែនទែនជាមួយក្រុមការងារជាមួយគ្រួសារជាមួយមិត្តភ័ក្តិជាមួយសង្គមខាងក្រៅផ្សេងច្រើនជួនកាល8ម៉ោងឬក៏24ម៉ោងរបស់យើងហ្នឹងពេលងើបពីគេងរហូតដល់ម៉ោងដេកវិញយើងអត់បានផ្ដល់ពេលវេលាឲ្យខ្លួនឯង5នាទីឬក៏10នាទីទេអញ្ចឹងការដែលផ្ដល់ពេលវេលាឲ្យខ្លួនឯងមានន័យថាយើងផ្ដល់ក្តីស្រឡាញ់ចំពោះខ្លួនឯងការផ្ដល់ពេលវេលាឲ្យខ្លួនឯងមានន័យថាយើងផ្ដល់ការយកចិត្តទុកដាក់ចំពោះខ្លួនឯងហើយប្រសិនបើយើងផ្ដល់ពេលវេលាឲ្យខ្លួនឯងទទួលបានភាពស្ងប់ស្ងាត់តាមរយៈសមាធិទៀតកាន់តែអស្ចារ្យមែនតើប្រសិនបើយើងផ្ដល់ពេលវេលាឲ្យខ្លួនឯងតាមរយៈភាពស្ងប់ស្ងាត់ក្នុងការសរសេរក្នុងការអានសៀវភៅទៀតអានឹងកាន់តែប្រសើរសម្រាប់ធម៌ពលកាន់តែប្រសើរសម្រាប់ខ្លួនឯងក្នុងការស្គាល់ខ្លួនឯងក្នុងការយល់ពីខ្លួនឯងនៅពេលដែលយើងស្គាល់ខ្លួនឯងយល់ខ្លួនឯងកាន់តែច្រើនជីវិតរបស់យើងនឹងប្រសើរជីវិតរបស់យើងនឹងរីករាយហើយយើងនៅមានកម្លាំងចិត្តរឹងមាំបញ្ហាកើតឡើងតិចតួចមកគឺយើងអត់សូវប្រតិកម្មតបទេយើងស្គាល់ខ្លួនឯងច្បាស់អញ្ចឹងសរុបសេចក្តីមកវិញ
ការផ្ដល់ពេលវេលាខ្លួនឯងតាមរយៈសមាធិក្តីការផ្ដល់ពេលវេលាខ្លួនឯងតាមរយៈភាពស្ងប់ស្ងាត់ក្តីគឺជារឿងត្រឹមត្រូវបំផុតគឺជារឿងល្អបំផុតក្នុងការធ្វើក្នុងការបង្កើតនៃកលៈទេសៈបែបនេះចំណុចទី9គឺជាចំណុចដែលសំខាន់ខ្លាំងមែនទែនគោលធម៌នៅក្នុងព្រះពុទ្ធសាសនាព្រះអង្គបានបង្រៀនអំពីអនិច្ចលក្ខណៈធម៌មានអនិច្ចំទុក្ខំអនត្តាអនិច្ចំមានន័យថាមិនទៀងមានន័យថាប្រែប្រួលម្ល៉េះហើយនៅក្នុងចំណុចទី9នេះបុរាណលោកបានបង្រៀនថាកុំភ័យខ្លាចជាមួយការប្រែប្រួលកុំភ័យខ្លាចជាមួយការផ្លាស់ប្ដូរពីព្រោះអ្វីៗគ្រប់យ៉ាងនៅក្នុងដំណើរជីវិតរបស់យើងនេះតែងតែមានការប្រែប្រួលគឺជាដំណើរនៃធម្មជាតិគឺជាច្បាប់នៃធម្មជាតិអញ្ចឹងអ្វីដែលសំខាន់រៀនរស់ជាមួយបច្ចុប្បន្នភាពរៀនទទួលស្គាល់ការពិតថាស្ថានភាពទាំងឡាយនឹងមានការប្រែប្រួលនៅពេលដែលយើងទទួលស្គាល់ថាអ្វីៗគ្រប់យ៉ាងនឹងប្រែប្រួលមានន័យថាយើងនឹងផ្ដល់ឱកាសឲ្យខ្លួនឯងរីករាយជាមួយអ្វីដែលខ្លួនកំពុងតែមានរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើហើយអ្វីដែលសំខាន់ទៀតនោះគឺផ្ដល់ឱកាសឲ្យយើងមានការដឹងគុណចំពោះអ្វីដែលខ្លួនកំពុងតែមានចំពោះអ្វីដែលខ្លួនកំពុងតែធ្វើពីព្រោះយើងបានទទួលស្គាល់ថារឿងរ៉ាវទាំងអស់វានឹងមិនថិតថេរទេរឿងរ៉ាវទាំងអស់វានឹងមានការប្រែប្រួលថ្ងៃនេះយើងរីករាយថ្ងៃស្អែកយើងអាចទុក្ខសោកថ្ងៃនេះយើងទុក្ខសោកថ្ងៃស្អែកយើងអាចរីករាយនៅជាមួយមិត្តភ័ក្តិដែលកំពុងតែសប្បាយរីករាយពេលវេលាដ៏អស្ចារ្យពេលវេលាដ៏ល្អរបស់យើងមួយផ្លែតពេលវេលាដ៏ល្អនឹងបានកន្លងផុតទៅហើយពេលវេលាដែលទុក្ខសោកពេលវេលាដែលព្រួយក៏បានត្រឡប់មកវិញនៅក្នុងសមាជិកគ្រួសារដូចគ្នាពេលខ្លះក៏យើងរីករាយទៅពេលខ្លះក៏យើងមិនរីករាយហើយតែកាលណាយើងរីករាយតែកាលណាយើងសប្បាយយើងអត់ចង់ឲ្យអាភាពរីករាយហ្នឹងអត់ចង់ឲ្យភាពសប្បាយហ្នឹងវារសាត់បាត់ទៅទេអញ្ចឹងមេរៀនដ៏សំខាន់មួយចង់បញ្ជាក់ថាទោះបីជាយើងសប្បាយឬមិនសប្បាយពេលវេលានឹងកន្លងផុតទៅដូចគ្នាព្រឹកនេះទោះបីយើងរីករាយមិនរីករាយក៏ពេលវេលានឹងកន្លងផុតទៅដូចគ្នាអញ្ចឹងសំណួរសួរថាតើយើងគួរទទួលយកយើងគួរបើកចិត្តទៅលេរីករាយជាមួយឱកាសជាមួយស្ថានភាពហ្នឹងឬមួយយ៉ាងណាម្ល៉េះហើយត្រឡប់មកវិញនៅក្នុងមេរៀននេះបុរាណលោកបង្រៀនយើងឲ្យរីករាយជាមួយបច្ចុប្បន្នមានន័យថាកុំមានភាពភ័យខ្លាចជាមួយការប្រែប្រួលកុំមានភាពភ័យខ្លាចជាមួយការផ្លាស់ប្ដូរតែកាលណាយើងភ័យខ្លាចជាមួយការផ្លាស់ប្ដូរយើងភ័យខ្លាចជាមួយការប្រែប្រួលមានន័យថាយើងបានចំណាយបានខ្ជះខ្ជាយពេលវេលាទៅលើការភ័យខ្លាចរបស់យើងព្រោះថ្ងៃស្អែកវានឹងកើតឡើងហើយយើងក៏អត់ដឹងថាយើងនឹងរស់នៅដល់ថ្ងៃស្អែកនោះទេហើយយើងក៏អត់ដឹងថាយើងអាចរស់នៅបានមួយអាទិត្យយើងក៏អត់ដឹងថាយើងអាចរស់នៅបានមួយខែនោះទេតែអ្វីដែលសំខាន់យើងដឹងថាថ្ងៃនេះយើងមានពេលវេលាហើយចូលធ្វើថ្ងៃនេះបានល្អបំផុតនៅក្នុងដំណើរជីវិតរបស់យើងចូលរីករាយចូលបំពេញកាតព្វកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងនាមជាបុគ្គលិកក្នុងនាមជាមនុស្សជាឪពុកជាម្ដាយជាកូនជាសិស្សទាំងអស់ហ្នឹងគឺជាទំនួលខុសត្រូវរបស់យើងអញ្ចឹងកន្លែងនេះសូមបញ្ជាក់ម្ដងទៀតណានៅពេលដែលយើងរៀនទទួលយកការពិតរៀនរីករាយជាមួយភាពមិនទៀងរៀនរីករាយជាមួយការផ្លាស់ប្ដូរមានន័យថាយើងទទួលបានឱកាសធ្វើកិច្ចការឲ្យកាន់តែប្រសើរទទួលបានឱកាសរីករាយជាមួយបច្ចុប្បន្នភាពទទួលបានឱកាសដឹងគុណជាមួយអ្វីដែលយើងកំពុងមានហើយជាមួយអ្វីដែលយើងកំពុងធ្វើភាសាអង់គ្លេសគេថា embracing impermanence ព្រោះបើយើងភ័យខ្លាចជាមួយការផ្លាស់ប្ដូរយើងអត់ទទួលស្គាល់ជាមួយការផ្លាស់ប្ដូរមានន័យថាយើងអត់ទទួលស្គាល់ជាមួយការពិតបាទអញ្ចឹងនៅក្នុងស្ថានភាពហ្នឹងដូចគ្នាវាជាដំណើររបស់ធម្មជាតិយើងអាចហាមឃាត់បានទេអញ្ចឹងយើងត្រូវរៀនរស់ជាមួយដំណើរធម្មជាតិហ្នឹងដើម្បីឲ្យយើងរីករាយរៀនរស់ជាមួយដំណើរធម្មជាតិហ្នឹងដើម្បីឲ្យយើង
ធ្វើកិច្ចការប្រកបទៅដោយទំនួលខុសត្រូវពេញលេញរៀងៗខ្លួនសូមអរគុណច្រើនចំពោះការចំណាយពេលវេលាស្ដាប់នៅវីដេអូដ៏មានសារៈសំខាន់មួយនេះជាចុងក្រោយសង្ឃឹមថាវីដេអូមួយនេះជាការរួមចំណែកដល់ដំណើរជីវិតរបស់បងប្អូនហើយយល់កាន់តែច្បាស់នៅមេរៀនរបស់បុរាណបានបង្រៀនតចំនួនតកូនតចៅអំពីការប្រើប្រាស់ពាក្យសម្ដីហើយយល់កាន់តែច្បាស់អំពីដំណំទាំង9ឬក៏ចំណុចទាំង9ដែលយើងគួរជៀសវាងហើយជាពិសេសទៀតឲ្យយើងស្វែងយល់កាន់តែច្បាស់ថាពាក្យណាគួរប្រើពាក្យណាមិនគួរប្រើកលៈទេសៈណាគួរនិយាយកលៈទេសៈណាមិនគួរនិយាយអ្វីដែលសំខាន់ថែមទៀតនោះឲ្យយល់កាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់ពាក្យសម្ដីរបៀបនៃការនិយាយមិនមែនអ្វីដែលយើងនិយាយទេប៉ុន្តែអំពីរបៀបនៃការនិយាយស្ដីរបស់យើងក្នុងចំណោមមនុស្សផ្សេងៗទៀតអរគុណច្រើន